បាទសួស្តីសម្រាប់បងប្អូនទាំងអស់ដែលគាត់តែងនិយមប្រើម៉ូតូស្គូពីបាទសម្រាប់ខ្ញុំផ្ទាល់ខ្ញុំស្រឡាញ់ម៉ូតូស្គូពីបាទដោយសារម៉ូតូស្គូពីរបស់ខ្ញុំដែលខ្ញុំចូលចិត្តប្រើនេះគឺវាមានភាពងាយស្រួលក្នុងការដាក់អីវ៉ាន់ក៏ដូចជាធ្វើការបើកបរបាទអញ្ចឹងបងប្អូនដែលចូលចិត្តប្រើស្គូពីមានដែលកត់សម្គាល់ទៅលើម៉ូតូស្គូពីរបស់យើងដែលយើងប្រើរាល់ថ្ងៃនោះវាមានលក្ខណៈពិសេសបែបណាហើយស្អាតនិងស៊ីវិល័យនៅកន្លែងណាបាទអញ្ចឹងមកតាមដានមើលទាំងអស់គ្នាបាទសម្រាប់ម៉ូតូស្គូពីនេះគឺខ្ញុំចង់បង្ហាញនៅការរូបរាងរបស់វាគឺវាមានរចនាស្អាតមើលទៅគួរឲ្យទាក់ភ្នែកណាបងប្អូនទៅលើជាគៀងមុខរបស់វាក៏មានរចនាស្អាតដែរមើលទៅភ្លើងយប់ភ្លឺល្អបាទរចនាសម្ព័ន្ធរបស់ភ្លើងនិងសញ្ញោមើលទៅស្អាតបាទដោយសារខ្ញុំស្រឡាញ់ចូលចិត្តម៉ូតូស្គូពីហើយម៉ូតូស្គូពីផងដែរគឺមានលក្ខណៈពិសេសរបស់វានឹងប្រហែលជា 3-4 ចំណុចដែលខ្ញុំចាប់អារម្មណ៍ហើយនឹងចូលចិត្តប្រើអញ្ចឹងបងប្អូនគួរតែដឹងតើកន្លែងការចាប់អារម្មណ៍និងចូលចិត្តប្រើមានចំណុចណាមួយដែលត្រូវនឹងចិត្តបងប្អូនដែរឬទេអញ្ចឹងខ្ញុំចង់បង្ហាញបាទទី1គឺប្រព័ន្ធប្រាំងបូមនេះប្រាំងបូមបាទសម្រាប់ប្រាំងបូមនេះគឺវាមានសុវត្ថិភាពក្នុងការធ្វើដំណើរសម្រាប់មានបញ្ហានៅលើដងផ្លូវគឺប្រាំងបូមគាត់មានតួនាទីចាប់ប្រាំងសម្រាប់ប្រាំង ABS គឺចាប់មួយវាអាចស៊ីទាំងពីរនេះទោះបីជាយើងចាប់មួយខាងណាក៏វាស៊ីដែរគឺមានសុវត្ថិភាពមែនទែនបាទដោយសាររចនាសម្ព័ន្ធរបស់បច្ចេកវិទ្យារបស់ម៉ូតូ Honda នេះសម្រាប់ប្រាំងបូមបាទទី2គឺយើងមកមើលពីការថែរក្សានៅប្រព័ន្ធថាសប្រាំងបូមហ្នឹងគឺយើងត្រូវមើលថាតើស្បែកប្រាំងរបស់វានឹងអស់ឬនៅដើម្បីឲ្យយើងប្រើទៅគឺវាមិនងាយខូចខាតហើយនឹងប្រើបានយូរហ្នឹងហើយបាទហើយសម្រាប់ប្រព័ន្ធសាកថ្មទូរស័ព្ទសាកថ្មទូរស័ព្ទគឺខ្ញុំចំណាប់អារម្មណ៍ថាម៉ូតូស្គូពីមានលក្ខណៈពិសេសសម្រាប់យើងធ្វើដំណើរទៅផ្លូវឆ្ងាយដោយទូរស័ព្ទដៃយើងអស់ថ្មគឺយើងអាចសាកថ្មបានបាទនេះគឺជាបច្ចេកវិទ្យាមួយដែលប្រព័ន្ធ Honda ស្គូពីគឺគាត់អាចផលិតធ្វើបានល្អមែនទែនសម្រាប់ខ្ញុំផ្ទាល់ហើយមួយទៀតគឺទៅលើឈ្នាន់ក្រោយគាត់រចនាបានស្អាតដោយយើងអាចប្រើបានបត់ចុះបត់ឡើងណាបើយើងដប់យើងមានដប់គ្នាអីគឺយើងកាច់មកហើយបើយើងអត់ដប់ទេគឺយើងកាច់ឡើងទៅវិញទៅដោយបត់ចុះបត់ឡើងនេះវាធ្វើឲ្យមានភាពងាយស្រួលនៅម៉ូតូមិនអោយទៅចង្អេងចង្ងាងទេគឺវា slim មែនទែនសម្រាប់ម៉ូតូនេះបាទហើយទៀតគឺយើងត្រូវមកមើលនៅថែរក្សានៅសំបុកអែរបស់វាដោយសារសំបុកអែរបស់វាជាប់នឹងកង់ក្រោយកាលណាយើងធ្វើដំណើរនៅលើដីហុយវាអាចមានដីចាប់ចូលនៅសំបុកអែហ្នឹងអញ្ចឹងវាអាចធ្វើឲ្យម៉ូតូហ្នឹងប្រើមិនបានយូរទេអញ្ចឹងសម្រាប់បងប្អូនដែលគាត់ចូលចិត្តប្រើម៉ូតូស្គូពីរបស់ Honda គឺបងប្អូនត្រូវថែរក្សាសំបុកអែហ្នឹងឲ្យបានស្អាតរៀងរាល់មួយខែហ្នឹងគឺយើងអាចសម្អាតម្ដងហើយមិនពិបាកទេសម្រាប់ការសម្អាតថែរក្សាគឺងាយស្រួលមែនទែនគឺយើងគ្រាន់តែដោះនៅខ្ចៅជុំវិញសំបុកអែមកហើយយើងយកមកលាងសម្អាតទៅ
គឺរួចជាស្រេចទៅហើយបាទហើយសំបុកអែនៅក្នុងហ្នឹងគឺយើងគ្រាន់តែជូតទៅក៏បានជូតសម្អាតដីដែលវាចូលនៅក្នុងហ្នឹងទៅគឺជាការរួចរាល់សម្រាប់យើងថែរក្សាម៉ូតូរបស់យើងមួយខែម្ដងគឺល្អមែនតើណោះហើយយើងមកមើលពីស្តុបក្រោយរបស់វាវិញនេះស្អាតមែនតើសម្រាប់ស្តុបក្រោយម៉ូតូស្គូពីនេះរចនាមើលទៅយើងស្អាតសម្រាប់ខ្ញុំគឺខ្ញុំចូលចិត្តហើយក្រោមកែបវាក៏ដាក់អីវ៉ាន់បានច្រើនដែរសម្រាប់ម៉ូតូស្គូពីនេះគឺវាមានភាពងាយស្រួលនៅក្នុងការដាក់អីវ៉ាន់យើងជិះទៅណាមកណាផ្លូវឆ្ងាយអីគឺដាក់បានអីវ៉ាន់ច្រើនសម្រាប់ម៉ូតូស្គូពីនេះហើយនឹងមួយទៀតដែលខ្ញុំចាប់អារម្មណ៍នឹងចូលចិត្តគឺនៅប្រព័ន្ធគេហៅថាប្រព័ន្ធឈប់អលុតបើនិយាយភាសាបច្ចេកទេសដូចជា idling stop បានន័យថានៅពេលណាដែលយើងជិះម៉ូតូដល់កន្លែង stop វានឹងរលត់ដោយខ្លួនឯងហើយយើងមិនបាច់ទៅដេទៅមូលដេបញ្ឆេះទៀតទេយើងគ្រាន់តែជាលក្ខណៈមូលហ្គាទៅគឺវាឆេះដោយស្វ័យប្រវត្តិតែម្ដងពិតជាល្អមែនទែនសម្រាប់ម៉ូតូស្គូពីនេះដែលខ្ញុំចូលចិត្តប្រើសម្រាប់ប្រព័ន្ធបច្ចេកវិទ្យារបស់ម៉ូតូស្គូពីនេះគឺពិតជាល្អមែនទែនហើយនៅផ្នែកខាងមុខនេះវិញគឺគេមានកន្លែងដាក់បញ្យួរអីវ៉ាន់ណាមែនទែនកន្លែងបញ្យួរអីវ៉ាន់នេះហើយអាចបត់ចុះបត់ឡើងបានទៀតដោយមិនទៅនៅជើងដែលយើងឡើងចុះទេគឺគេមានបច្ចេកវិទ្យាបែបបត់គឺគឺខ្ញុំចូលចិត្តខ្ញុំស្រឡាញ់ពេញចិត្តនៅម៉ូតូនេះគឺវាមានលក្ខណៈពិសេសរបស់វានឹងគឺច្រើនសម្រាប់ខ្ញុំបាទហើយពណ៌របស់វាក៏ស្អាតដែរសម្រាប់ពណ៌សនេះគឺពេញនិយមមែនទែនសម្រាប់ម៉ូតូស្គូពីនេះផងដែរហើយសម្រាប់ម៉ូតូស្គូពីនេះស៊េរីឆ្នាំរបស់វាដូចជា022 23ក្នុងចន្លោះឆ្នាំហ្នឹងខ្ញុំអត់សូវច្បាស់បាទហើយសម្រាប់កន្លែងដាក់ជើងរបស់វាក៏មានភាពងាយស្រួលដែរគឺយើងបានដាក់ទំនាប់ជើងទំនាប់អីហ្នឹងទៅគឺធ្វើឲ្យកន្លែងដាក់ជើងដាក់អីហ្នឹងគឺមានភាពងាយស្រួលសម្រាប់ម៉ូតូស្គូពីនេះបាទមានតែប៉ុណ្្នឹងទេបាទសូមអរគុណ